ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមកធ្វើអំពីជ្រក់ផ្លែសម៉ជូនបងប្អូនទាំងអស់គ្នាចាទីមួយគឺយើងត្រូវរើសផ្លែសម៉ដែលស្អុយស្អុយនឹងចេញសិនបងប្អូនចាគឺយើងត្រូវរើសចេញដោយសារផ្លែសម៉ហ្នឹងគឺដោយសារតែអ្នកលោកគាត់បេះយកមកទុកជូរអញ្ចឹងបងប្អូនអញ្ចឹងវាស្អុយច្រើនអញ្ចឹងគឺយើងត្រូវរើសចេញតែបើយើងទិញបានអាថ្មីថ្មីគឺល្អមែនតើបងប្អូនយកមកឈូអត់មានស្អុយអញ្ចឹងទេតែនាងខ្ញុំទិញមកវគ្គនេះគឺវាស្អុយច្រើនអញ្ចឹងណាចាអញ្ចឹងគឺយើងរើសចេញវាស្អុយអញ្ចឹងយើងឈក់ទៅគឺវាលួយខូចតែម្ដងចាហើយគឺយើងលាងវាឲ្យស្អាត3 4ទឹកអញ្ចឹងណាបងប្អូនដែលយើងគិតថាសន្មតថាវាស្អាតហើយណាបងប្អូនចាគឺយើងលាងវាអញ្ចឹងហើយយើងរើសស្អុយចេញហើយបងប្អូនមានចាប់អារម្មណ៍ផ្លែស្មមួយចំនួនវាដាច់ឡើងលើហ៎គឺអាហ្នឹងគឺវាអត់ស្រួយទេគឺសាច់វារៀងស្ពុតហើយរីឯអាស្មដែលលិចនៅខាងក្រោមហ្នឹងគឺសាច់វាស្រួយល្អអញ្ចឹងពេលយើងញ៉ាំទៅវាឆ្ងាញ់វាស្រួយសឹកអញ្ចឹងណាបងប្អូនចាអញ្ចឹងនេះគឺជារបៀបមើលដែលនាងខ្ញុំណាសាចំណាំមើលតើទៅជាមួយនឹងការជ្រក់ផ្លែស្មហើយនាងខ្ញុំជ្រក់ចានដងហើយបន្ទាប់មកគឺយើងយកទឹកក្តៅដែលយើងដាំពុះហ្នឹងគឺយើងទុកឲ្យត្រជាក់តែម្ដងបងប្អូនហើយគឺយើងអត់កូរអំបិលនៅលើចក្រានដាំទឹកពុះទេគឺយើងទុកទឹកហ្នឹងឲ្យត្រជាក់ហើយគឺយើងដាក់អំបិលទៅតាមបរិមាណនៃផ្លែស្មរបស់យើងអញ្ចឹងណាហើយគឺយើងកូរវាបងប្អូនកូររហូតទៅតាអាលាយទឹកអំបិលហ្នឹងអស់តែសូមបញ្ជាក់ទឹកដែលយើងយកមកធ្វើគឺទឹកដែលក្តៅដាំពុះហើយទុកឲ្យត្រជាក់ចាបងប្អូនហើយយើងកូរអំបិលអញ្ចឹងណាបងប្អូនហើយបន្ទាប់មកស្មយើងលាងឲ្យស្រស់ទឹកទៅយើងដាក់ក្នុងកន្លចាហើយបងប្អូនចង់ប្រៃជាងហ្នឹងក៏បានចង់ដាក់ល្មមក៏បានដែរអញ្ចឹងពេលដែលយើងជ្រក់ហើយរយៈពេលប្រហែលជា7ថ្ងៃទៅ10ថ្ងៃទើបធ្វើឲ្យស្មនឹងវាចូលជាតិហើយវាអត់សូវមានជាតិល្វីងទេបងប្អូនគឺយើងអាចទទួលទានបានហើយញ៉ាំបានចាគឺពេលដែលយើងធ្វើអញ្ចឹងគឺវាមានជាតិជូរនាងខ្ញុំជ្រក់ច្រើនដងហីតែធ្លាប់ធ្វើពីមុនអត់ជូរទេបងប្អូនគឺគ្រាន់តែអស់ជាតិល្វីងតែនៅជាតិជូរដដែលនៅជាតិល្វីងតិចតែអត់ជូរទេតែលើកហ្នឹងនាងខ្ញុំធ្វើបានជូរល្អនាងខ្ញុំជ្រក់ច្រើនដងគឺបានជូរល្អមែនតែនបងប្អូនអញ្ចឹងហើយទើបនាងខ្ញុំសម្រាប់ចិត្តចែករំលែកនៅវិធីជ្រក់ផ្លែស្មនេះចាគឺឆ្ងាញ់ណាបងប្អូនលែងមានជាតិល្វីងជាតិអីហើយក៏វាល្អសម្រាប់សុខភាពចាហើយពេលដែលយើងកូរហើយគឺយើងចាក់ទឹកអំបិលដែលយើងកូរហើយហ្នឹងគឺនៅក្នុងកន្លហ្នឹងឲ្យលិចផ្លែស្មហ្នឹងទៅបងប្អូនហើយយើងគ្របទុកវាជាការស្រេចចាហើយបងប្អូនអាចយកអំបិលយើងណាចាអំបិលយើងហ្នឹងបងប្អូនអាចយកមកដាក់បន្ថែមពីលើទៀតបើសិនជាបងប្អូនចង់បន្ថែមណាចាអញ្ចឹងនាងខ្ញុំដោយសារស្មនេះវាធំវាអត់ងាយនឹងនេះដែរចឹងនាងខ្ញុំបន្ថែមអំបិលតិចទៀតទៅចាហ្នឹងហើយដាក់ទៅពីក្រោមអញ្ចឹងរួចរាល់ជាស្រេចបងប្អូនគឺងាយស្រួលមែនទែនសម្រាប់ជ្រក់ផ្លែស្មយើងអញ្ចឹងកុំបងប្អូនកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាបងប្អូនបាយបាយអរគុណជម្រាបលាពុកម៉ែបងប្អូន